anh tớpแต่ស្រង់ចេញពីទឹកទន្លេឈោមិនទាន់ទាំងចង់នឹងផងនៅចង់កាន់វែកទៀតពុកកូនចង់សាកល្បងមើលនៅក្នុងផ្ទះបាយមានផ្សែងហុយខ្លាំងណាស់មនុស្សស្រីកាន់វែកធ្វើម្ហូបមើលទៅសំដែរទេពុកផ្លាក់មើលទៅយ៉ាងម៉េចដែរអូយអ្នកឯងនិយាយអ្វីមួយម៉ាត់ទៅមើលពុកមីនេះឯងជាអ្នកធ្វើមែនទេចានាងហឺឯងបើកភ្នែកមើលម៉ែបន្តិចមើលដាសានបងទៅអញ្ជើញលោកគ្រូពេទ្យមកម្ដងទៀតទៅអង្វរគាត់ឲ្យមកមើលនាងម្ដងទៀតចុះរឿងលុយកាក់ពួកយើងនឹងសងគាត់បន្តិចម្ដងបើគ្រូពេទ្យមកវិញពិតមាត់ដឹងខ្លួនហើយដាសាននាងហឺដឹងខ្លួនហើយមានខុសត្រង់ណាដែរទេជឿទ្រង់មែនទេឬក៏ជឿក្បាលអ្នកជាអ្នកណាម៉ែជាម៉ែរបស់ឯងនឹងណានាងហឺកុំបំភ័យម៉ែអីដាសានឆាប់ទៅអញ្ជើញគ្រូពេទ្យមកលឿនឡើងខ្ញុំទៅឥឡូវនេះហើយត្រូវហើយឯងគឺជូហើយក៏ជានាងហឺរបស់ម៉ែដែរថៅកែស៊ូចុះស្រាវិញតាមហូបនឹងលើកមកទៀតទេចិត្តខ្លោចហើយថៅកែស៊ូដឹងខ្លួនគឺល្អហើយកុំដើរផ្ដេសផ្ដាសខ្ញុំទៅខាងមុខសិនហើយឃ្លានទេកូនចាំម៉ែទៅរំញ៉ាស់បោះឯងបន្តិចឯងគេងយូរម្លងពូច្បាស់ជាទេស្អាតហើយម៉ែម៉ែនៅទីនេះម៉ែនៅទីនេះជូស៊ូមីពូស៊ូជួយផងនាងហឺធ្លាក់ទឹកហើយស៊ូមីនាងហឺក្នុងពេលដែលរស់ឡើងវិញហើយថៅកែស៊ូគិតលុយអូនាងហឺហេតុអីបានជាអញក្រោកឡើងមកអីចឹងឆាប់ចូលទៅក្នុងបន្ទប់សម្រាប់ទៅរាងកាយអញនៅខ្សោយណាស់កូនមកមើលបន្តិចនៅក្នុងផ្ទះបាយមានផ្សែងហុយខ្លាំងណាស់មានអ្វីគួរឲ្យមើលទៅទើបតែដឹងខ្លួនក៏រត់មកផ្ដេសផ្ដាសបាត់ប្រើប្រេងរៀងច្រើនបន្តិចហើយអញដឹងអីទៅភ្ញៀវធ្វើការហត់នឿយគឺចូលចិត្តប្រេងច្រើននឹងឯងមានប្រេងច្រើនទើបឈ្ងុយញ៉ាំបាយឆ្ងាញ់ប្រេងច្រើនពេកបានសង្កត់លើជាតិផ្អែមធម្មជាតិរបស់បន្លែទៅហើយភ្លើងក៏ខ្លាំងពេកដែរស្លឹកគឺលួយហើយប៉ុន្តែតុងនៅមិនទាន់ឆ្អិនល្អនៅឡើយទេនាងហឺតើអញនៅវិញមកមែនទេទាំងនេះគឺជាម្ហូបដែលពួកអញធ្វើអស់រយៈពេលជាច្រើនឆ្នាំមកហើយពួកយើងអូនេះរងាស់យូរប៉ុណ្ណាហើយជិតកន្លះម៉ោងហើយទឹកនឹងអង្គមិនទាន់រលាយចូលគ្នាទេអ្វីទៅស្អែកព្រឹកចាំកូនជាអ្នករងាស់បវិញស៊ូមីអញទៅតែស្រង់ចេញពីទឹកទន្លេឈោមិនទាន់ទាំងចង់នឹងផងនៅចង់កាន់វែកទៀតម្យ៉ាងទៀតនៅក្នុងផ្ទះបាយមានផ្សែងហុយខ្លាំងណាស់មនុស្សស្រីកាន់វែកធ្វើម្ហូបមើលទៅសំដែរទេនាងហឺពុកអញក៏ព្រោះតែបារម្ភពីអញដែរទេពុកកូនចង់សាកល្បងមើលកូនដឹងហើយចាំអញជាសះស្បើយសិនចាំនិយាយគ្នាឯងនេះទើបតែដឹងខ្លួនក៏ចេះក្បាលជាមួយពុកអញទៅហើយចុះបើអញសន្លប់ម្ដងទៀតតើចង់ឲ្យម៉ែបារម្ភស្លាប់ទេម៉ែកូនមិនអីទេមុខអញស្លេកដូចក្រដាសទៅហើយនៅថាមិនអីទៀតស្អែកព្រឹកព្រលឹមកូនចង់ទៅទិញត្រីស្រស់មួយក្បាលទិញត្រីធ្វើអីកូនរងាស់បបរកូនចង់ញ៉ាំបបរត្រីស្ងោរចង់ញ៉ាំបបរត្រីស្ងោរមែនទេស្អែកម៉ែឲ្យពុកអញធ្វើឲ្យញ៉ាំអញកុំប៉ះពាល់អីទាំងអស់កូនចង់ធ្វើខ្លួនឯងបានហើយស្អែកចាំម៉ែទៅជាមួយឯងថៅកែស៊ូត្រីឆ្អិនហើយហេតុអ្វីបានជាឈោទៀតហើយមិនខ្លាចហត់ទេម៉ែថ្ងៃត្រង់នេះខ្សប់ខ្លះហើយធ្វើមីយ៉ាងឈុនទៅមីយ៉ាងឈុនចាស់ងាយស្រួលទេមិនហត់ប៉ុន្មានទេចាំម៉ែជួយកូនបើកូនមិនស្រួលខ្លួនត្រូវឈប់ភ្លាមណាម៉ែជួយបេះបន្លែឲ្យកូនទៅបានហើយម្សៅវិធីច្របាច់ម្សៅរបស់កូននេះម៉ែមិនដែលឃើញកូនធ្វើបែបនេះពីមុនមកសោះពេលកូនធ្លាក់ទឹកកូនបានយល់សប្តិឃើញរឿងមួយយល់សប្តិឃើញអ្វីក្នុងយល់សប្តិមានលោកតាពុកចង្ការស្នាក់ម្នាក់ឈរនៅក្នុងផ្ទះបាយដ៏ភ្លឺស្វាងមួយគាត់ថាហាងស៊ូជីមិនអាចបាយពិតជាសាក់ឲ្យកូនត្រឡប់មកជួយពុកនឹងម៉ែបានល្អម៉ែគឺទៅតាផ្ទះបាយចង់ឲ្យហាងស៊ូជីរបស់យើងមកសម្រាប់ល្អណាស់ម៉ែចង់ឲ្យម៉ែនឹងពុករស់នៅប្រកបដោយសេចក្តីសុខដែររបស់ទាំងនេះត្រូវយកទាំងអស់មែនទេមិនមែនខ្វាផ្ទាល់តែម្ដងទេសម្អាតជាតិឆ្អាបចេញសិន
ដាក់ទឹកត្រជាក់ចូលរួចរងាស់ឲ្យរសជាតិឆ្ងាញ់ចេញមកសិនមិនអាចប្រញាប់បានទេនេះជាអ្វីដែលពុកកូនហាលទុកពេលធ្វើសាច់បន្តិចគឺគ្រប់គ្រាន់ហើយនេះធ្វើអ្វីទៀតហើយទុកឲ្យវាធូររលុងសិនទើបអាចទាញវាដាច់បានចាំបន្តិចទៀតឈ្ងុយណាស់ស៊ុបនេះមើលទៅខ្លាំងណាស់ហេតុអ្វីបានជាធំក្លិនឈ្ងុយនៅក្នុងទឹកស៊ុបមិនមែននៅក្នុងកាកសំណល់ទេមីនេះអាចធ្វើបែបនេះបានផងនេះគឺមីយ៉ាងឈុនម៉ែភ្លាក់មើលសិនទៅខ្លួនប្រានកូនមិនទាន់ជាសះស្បើយស្រួលបួទេកូនញ៉ាំចានឯណោះឆ្ងាញ់ណាស់ហើយមិនឆ្អាបបន្តិចសោះមីស្វិតល្អណាស់ទឹកស៊ុបក៏ឆ្ងាញ់មីដែលកូនធ្វើនេះពិតជាឆ្ងាញ់ខ្លាំងណាស់ថៅកែស៊ូតើចង្ក្រានបាយខាងក្រោយធ្វើអ្វីនឹងធំក្លិនឈ្ងុយរហូតដល់ស្រារបស់ខ្ញុំលេងទេកុំសើចចំអស់ហើយចេះតែធ្វើលេងអាចចេញរសជាតិបែបនេះបានអីចឹងឲ្យនាងធ្វើលេងឲ្យបានច្រើនដងទៅចែកពួកយើងមួយចានដែរមកពីសាម្ហូបរបស់អ្នកសិនទៅមីមិនទាន់លក់នៅឡើយទេលុយទុកនៅទីនេះហើយថៅកែស៊ូថ្ងៃស្អែកបើមានមីនេះកុំភ្លេចទុកល្អហើយលោកពិតជាចេះរើសណាស់ដាសានឆាប់មកសាកមើលនាងហ៊ឺជាអ្នកធ្វើមីយ៉ាងឈុនពុកសាកមើលទៅយ៉ាងម៉េចដែរពុកមីនេះគឺកូនជាអ្នកធ្វើមែនទេចាស់លីម្សៅទុកម្សៅទីងមីធ្វើទឹកស៊ុបគឺកូនម្នាក់ឯងទាំងអស់មែនទេចាស់ចុះហេតុអ្វីបានជាកូនចេះពេលដែលកូនធ្លាក់ទឹកកូនបានយល់សប្តិឃើញមួយដាសាននាងហ៊ឺក៏ធ្លាប់និយាយប្រាប់ខ្ញុំពីមុនដែរប្រហែលជាទេវតាផ្ទះបាយអាណិតគ្រួសារយើងទើបជួយចង្អុលបង្ហាញកូនរឿងមិនសមហេតុផលក្នុងយល់សប្តិមានលោកតាពុកចង្ការខ្លះម្នាក់បានបង្រៀនកូននៅក្នុងផ្ទះបាយគាត់បានប្រាប់ពីវិធីធ្វើម្ហូបជាច្រើនគ្រាន់តែយល់សប្តិមួយនឹងក៏មិនមែនតែយល់សប្តិទាំងអស់ដែរកូនតែងតែមើលពុកធ្វើរាល់ថ្ងៃមើលយូរទៅក៏ចាំទៅពុកធ្វើមីអស់កន្លះជីវិតហើយក៏មិនដែលធ្វើបានទឹកស៊ុបមួយចាននោះដែរពេលដែលពុកច្របាច់ម្សៅដៃស្ដាំរបស់ពុកតែងតែប្រើកម្លាំងខ្លាំងជាងដៃឆ្វេងបន្តិចថ្ងៃនេះកូនបានសាកល្បងប្រើកម្លាំងដៃទាំងពីរស្មើគ្នាម្សៅក៏ទន់ល្មមល្អចុះទឹកស៊ុបវិញនៅក្នុងឆ្នាំងនៅសល់បន្តិចទៀតម៉ែរបស់កូននិយាយថាមានតែទឹកស្អាតខ្លាញ់ជ្រូកទឹកស៊ីអ៊ីវនិងអំបិលមែនទេនៅមានឆ្អឹងមាន់និងសម្បកបង្គាទៀតរងាស់រួចក៏ចម្រោះម្ដងទៀតរបស់កំទេចកំទីទាំងនេះក៏អាចរងាស់ចេញជាជាតិបែបនេះបានដែរឲ្យតែយើងលាងសម្អាតវាឲ្យស្អាតវានឹងចេញជាតិផ្អែមឆ្ងាញ់ហើយដាសានកូនទើបតែដឹងខ្លួនមិនទាន់បានប៉ុន្មានផងគុំសួរដេញដល់ពេកអីមីឆ្ងាញ់នេះមិនមែនជារឿងល្អទេខ្ញុំមិនមែនថាមិនមែនជារឿងល្អនោះទេប៉ុន្តែផ្ទះបាយនេះមិនមែនគ្រាន់តែរៀនពី3ម៉ាត់ក្នុងយល់សប្តិហើយអាចមកធ្វើជាមិនចង់ធ្វើបាននោះឡើយកម្មបិតអាចមុតដៃភ្លើងអាចរលាកខ្លួនបើខ្ញុំញ៉ាំទៅខូចពោះវានឹងខូចឈ្មោះយីហោហាងស៊ូជីយើងហើយកូនដឹងមុខកម្មបិតរបស់ពុកតែងតែបែរទៅខាងក្នុងព្រោះខ្លាចអ្នកដើរកាត់មុតដៃកំប៉ុងអំបិលនិងទឹកស៊ីអ៊ីវត្រូវដាក់ដៃពីគ្នាព្រោះខ្លាចពេលប្រញាប់ប្រញាល់យកច្រឡំមកចង្ក្រានត្រូវតែសម្អាតរាល់ថ្ងៃបើមិនដូច្នោះទេភ្លើងនឹងមិនស្មើគ្នាទឹកស៊ុបសមិនអាចទុកឆ្លងយកបានទេសាច់ត្រីមិនអាចទុកឲ្យឆ្ងាយពីទឹកយូរពេកឡើយរបស់ដែលដាក់ចូលមកភ្ញៀវគឺមិនអាចធ្វើប្រហែលបន្តិចណាឡើយកូនមិនមែនចង់លេងសាច់ឡើយកូនគ្រាន់តែឃើញពុកនឹងម៉ែហត់នឿយខ្លាំងពេកប៉ុណ្ណោះកូនល្ងងពុកម៉ែហត់បន្តិចបន្តួចគ្មានបញ្ហាអ្វីឡើយឲ្យតែកូនមានសុខភាពល្អគឺល្អជាងអ្វីទាំងអស់ហើយតែហាងស៊ូជីមិនអាចបែបនេះរហូតបានឡើយរាល់ថ្ងៃមានភ្ញៀវចាស់តែ5 6តូបមានតែត្រីខ្សាច់និងឆាបន្លែភ្ញៀវចាស់នឹងមកតែភ្ញៀវថ្មីចូលម្ដងហើយប្រហែលជាមិនមកម្ដងទៀតឡើយកូនចង់សាកល្បងមើលទោះបីជាមីត្រឹមមួយចានក៏ដោយព្រឹកស្អែកដាសានមីនេះសាកល្បងលក់មើលទៅពុកប្រកាសជាមានអ្នកចូលចិត្តមិនខានញ៉ាំពេលព្រឹកគឺល្អបំផុតក៏ក្តៅក្រពះហើយឆ្អែតបានយូរ3កាក់មួយចានថែមស៊ុប4កាក់មនុស្សនៅកំពង់ផែក៏អាចទិញញ៉ាំបានដែរទឹក
ទឹកស៊ុបអាចរំងាស់ទុកជាមុនបានម្សៅមីក៏អាចលាយទុកជាមុនបានដែរពេលភ្ញៀវមកចាំស្រុះធ្វើបានលឿនមិនយឺតយ៉ាវពេលលក់ថ្ងៃត្រង់ឡើយលក់តែពេលព្រឹកប៉ុណ្ណោះពេលថ្ងៃត្រង់និងល្ងាចមិនទាន់ដល់វេនកូនកាន់វែកឡើយយឺទេកូនពុកកូនយល់ព្រមហើយចា៎ដាសានថ្ងៃស្អែកលក់មែនឬមីធ្វើឲ្យច្រើនបន្តិចទៅចាស់ខ្ញុំនឹងចាំទុកនេះបងគិតថាវាឆ្ងាញ់មែនទេភ្ញៀវនិយាយទើបគិតជាការបានមានហឺពុកល្ងាចនេះបើនៅសល់មីធ្វើឲ្យពុកមួយចានទៀតមក